ពាក្យម៉ែក្នុងចិត្តកូនកាលពីក្មេងទោះជាអ្នកផ្សេងមិនស្រឡាញ់ខ្ញុំក៏ខ្ញុំមិនដែលអន់ចិត្តអ្វីដែរដឹងថាមកពីអ្វីទេព្រោះខ្ញុំមានម៉ែដែលជាស្នេហាដំបូងក៏ជាស្នេហាពិតធ្វើឲ្យខ្ញុំស្កប់ចិត្តមិនគិតថាចង់បានការស្រឡាញ់ពីអ្នកណាផ្សេងឡើយហើយក៏គិតថាមនុស្សគ្រប់គ្នាតែងតែស្រឡាញ់ក្រុមគ្រួសារឬឪពុកម្ដាយជាងគេបែបនេះឯងអារម្មណ៍មានម៉ែនៅក្បែរពិសេសនឹងកក់ក្ដៅខ្លាំងណាស់វត្តមានរបស់ម៉ែគឺជាខ្លឹមសាររបស់ពាក្យថាផ្ទះកាលពីខ្ញុំនៅតូចយូរម្ដងទៅខ្ញុំបានស្គាល់អារម្មណ៍មួយនោះព្រោះម៉ែតែងតែទុកខ្ញុំនៅស្រុកកំណើតហើយគាត់ក៏តែងតែទៅរកស៊ីនៅទីកន្លែងឆ្ងាយភូមិដ៏តូចមួយនោះគឺជាពិភពលោកនៃពន្លកជីវិតដ៏កំសត់របស់ខ្ញុំធ្លាប់ដើរទៅចំការបន្លែរបស់អ្នកភូមិឬក៏ពេលខ្លះវង្វេងទៅដល់បឹងបួរតែម្នាក់ឯងក៏មានដោយសារតែអារម្មណ៍ចង់ឃើញទស្សនវិជ្ជាថ្មីវ័យកុមារគឺជាដំណាក់កាលស្រាវជ្រាវដើម្បីធ្វើការស្គាល់គ្នាជាមួយនឹងភពផែនដីមនុស្សចាស់នៅក្នុងភូមិក៏ស្រែកហៅឈ្មោះរបស់ខ្ញុំនៅពេលដែលពួកគេក្រឡេកឃើញខ្ញុំកម្រនឹងមើលឃើញពួកគាត់មុនណាហើយពេលខ្លះក៏ឮតែសំឡេងប្រាប់ដំណឹងរំភើបចិត្តថាអាចារ្យម៉ែឯងមកផ្ទះសំឡេងនោះធ្វើឲ្យខ្ញុំស្ទុះរត់ស្ទើរតែបាក់កដើម្បីទៅរកម៉ែនៅផ្ទះត្រឹមតែប៉ុន្មាន100ម៉ែត្រតែប៉ុណ្ណោះតែហាក់ដូចជារាប់គីឡូម៉ែត្រសម្រាប់អារម្មណ៍កូនក្មេងតូចខ្ញុំដើរទៅផ្ទះទាំងអឹមអៀនហើយខំប្រឹងសម្លឹងរកវត្តមានម៉ែកាលបើបានឃើញហើយក៏ចង់នៅក្បែរនឹងតែងតែលួចសម្លឹងមើលមកគាត់ហាក់ដូចជាខ្លាចភ្លេចមនុស្សធំម្នាក់នេះហើយគឺជាម៉ែរបស់ឯងយប់នេះខ្ញុំនឹងបានដេកក្បែរម៉ែខ្ញុំចង់ក្បែរគាត់ឲ្យយូរខ្ញុំចង់ឲ្យគាត់យកខ្ញុំទៅតាមម៉ែឯងទៅវិញហើយអារម្មណ៍មួយនេះធ្វើឲ្យខ្ញុំតក់ស្លុតនិងអាក់អួលជាទីបំផុតខ្ញុំនៅតែប្រឹងដើរទៅផ្ទះដើម្បីបញ្ជាក់ថាម៉ែពិតជាទៅបាត់ឬទេដល់មិនបានឃើញម៉ែជួនកាលខ្ញុំមិនហ៊ានសួរអ្នកណាឡើយតែជួនកាលខ្ញុំក៏ធ្វើជាសួរម៉ែទៅបាត់ហើយពេលនោះខ្ញុំស្រាប់តែចេះទប់អារម្មណ៍មិនព្រមយំឬក៏យំពេលតិចកុំឲ្យគេដឹងប៉ុន្តែនឹកឃើញឡើងវិញគឺខ្ញុំស្រែកយំយ៉ាងខ្លាំងនៅក្នុងចិត្តហេតុអ្វីក៏ម៉ែទៅមិនចាំលាខ្ញុំមួយម៉ាត់ផង